ថ្ងៃនេះមករៀបចំនៅរំដាប់ផ្លែឈើទទួលទេវតាឆ្នាំថ្មីហើយនៅក្នុងឆ្នាំថ្មីនេះខ្ញុំសូមបួងសួងដល់ទេវតាឲ្យប្រសិទ្ធពរជ័យដល់បងប្អូនទាំងអស់គ្នាឲ្យរកស៊ីទទួលទានមានបានសុខភាពល្អសម្រាប់កាន់តែស្អាតនិងលុយចូលកាន់តែច្រើនបងអាចមើលកត្រកផ្លែឈើរបស់ខ្ញុំបានគឺខ្ញុំរៀបចំខ្លួនឯងតែម្ដងហើយការរៀបចំនេះគឺអត់មានការច្នៃប្រឌិតអីទេគឺដាក់យកទៅធ្វើម៉េចឲ្យតាហើយពួកអីរវល់ខ្លាំងដែរអញ្ចឹងហើយឥឡូវជាដំបូងគឺខ្ញុំត្រូវមកកាច់ផ្កាឈូកសិនអរគុណម៉ាក់ប៉ាខ្ញុំដែលគាត់តែងតែបរៀនឲ្យខ្ញុំចេះធ្វើអ្វីសពគ្រប់បែបយ៉ាងដោយខ្លួនឯងហើយក៏អរគុណខ្លួនឯងដែលបដ ாய் ឲ្យខ្លួនឯងខ្ជិលរហូតដល់ថ្នាក់អត់ចេះធ្វើអីទេថ្ងៃហ្នឹងគឺខ្ញុំមានកត្រកផ្លែឈើមួយបានពីបងនៅកន្លែងធ្វើការហើយដោយសារកត្រកនឹងវាជ្រៅខ្លាំងពេកទើបខ្ញុំដាក់កសែងនៅពីក្រោមបែបហ្នឹងដើម្បីកុំឲ្យសូវធ្ងន់កុំឃើញតែប៉ុណ្្នឹងឯងបងប៉ុន្តែផ្លែឈើដែលខ្ញុំប្រើហ្នឹងគឺមាន3មុខផ្លែប៉ោមខ្ញុំប្រើអស់2គីឡូក្រូចប្រើអស់2គីឡូហើយនឹងចុងក្រោយគេហ្នឹងគឺខ្ញុំប្រើនៅផ្លែកលែនហ្នឹងអស់1គីឡូទៀតឃើញតិចចឹងមែនណាប៉ុន្តែធ្ងន់សាហាវហ្មងហើយបន្ទាប់ពីរៀបផ្លែប៉ោមចូលហើយគឺខ្ញុំចាប់ផ្ដើមមកបិទស្កុតវារុំដោយសារតែកត្រកផ្លែឈើយើងត្រូវយួរចេញយួរចូលអញ្ចឹងកុំឲ្យវាកន្លាច់ខ្ញុំត្រូវបិទស្កុតវារុំបែបហ្នឹងដើម្បីឲ្យវាមានលំនឹងល្អដោយសារផ្ទះរបស់ខ្ញុំហ្នឹងគឺខ្ញុំសែននៅក្រៅផ្ទះខ្ញុំអត់មានកន្លែងទីធ្លាសម្រាប់សែនទេអញ្ចឹងកត្រកផ្លែឈើត្រូវតែលើកចេញលើកចូលបើមិនអញ្ចឹងទេទេវតាមិនតាន់គ្រប់3ថ្ងៃបាត់លើហ្នឹងចឹងហើយយើងត្រូវរក្សាលំនឹងផ្លែឈើយើងឲ្យបានល្អឥឡូវខ្ញុំយកស្កុតបរមបែបហ្នឹងបងប្រើស្កុតធំក៏បានឬស្កុតទូចដូចខ្ញុំហ្នឹងក៏បានដែរហើយរុំផ្លែឈើហ្នឹងឲ្យជាប់បែបហ្នឹងមកបន្ទាប់ពីហ្នឹងមកគឺឃើញថាវាអូខេហើយយើងចាប់ផ្ដើមរៀបនៅផ្លែឈើជាន់ទី2គឺខ្ញុំប្រើជាមួយនឹងផ្លែក្រូចដូចគ្នាដែរខ្ញុំយកវាមកតម្រៀបបន្ទាប់ពីហ្នឹងមកគឺខ្ញុំចាប់ផ្ដើមយកស្កុតមករុំវាដូចគ្នាបងដឹងទេម៉ាក់ប៉ាខ្ញុំមិនដែលបរិញ្ញាឲ្យកូនខ្ជិលទេនិយាយពីថាគាត់ប្រើខ្ញុំគ្រប់សពកាលពីក្មេងចេះតែគិតថាហេតុអីមិនគាត់ចេះតែប្រើយើងរហូតចឹងតាមក៏ពិតពេលដែលយើងធំឡើងទៅដឹងថាយើងមានជំនាញសម្រាប់ខ្លួនឯងទោះបីយើងអាចបានយកទៅរកស៊ីអីក៏យើងអាចជួយខ្លួនឯងបានមួយគ្រាដោយមិនបាច់សូវអស់លុយដែរអាហ្នឹងហើយគេហៅតែបាត់ពិសោធន៍នៃជីវិតចឹងបងកុំភ្លេចសាអភិវឌ្ឍខ្លួនឯងធ្វើអ្វីដែលថ្មីដែលខ្លួនឯងអត់ធ្លាប់ធ្វើពីមុនសាឲ្យដឹងថាខ្លួនឯងនឹងអាចធ្វើបានអត់ខ្ញុំជឿថាអ្នកគ្រប់គ្នាគឺដូចតែគ្នាទេឲ្យតែយើងមានការព្យាយាមហើយនេះខ្ញុំក្រោយគេគឺខ្ញុំប្រើនៅផ្លែកលែនផលល្អដែលយើងប្រើកសែងនៅខាងក្រោមបងដើម្បីកុំឲ្យយើងរៀបផ្លែឈើទៅវាចៀតពេកពេលដែលយើងដាក់ផ្លែឈើខាងលើគេហ្នឹងអត់មានកន្លែងសម្រាប់ដោតចូលទេហើយដូចបងឃើញអញ្ចឹងក៏ត្រកដែលនៅខាងកាមេរ៉ាអាហ្នឹងគឺផ្នែកខាងក្រោយទេណាផ្នែកខាងមុខគឺខ្ញុំរៀបបែរមុខទៅខ្ញុំដើម្បីខ្ញុំងាយស្រួលមើលថាគួរលៃយ៉ាងម៉េចឲ្យដាក់ទៅឲ្យវាស្អាតអញ្ចឹងណាអានេះខ្ញុំស្ដាយដោយសារតើស្កុតរុំផ្លែឈើរបស់ខ្ញុំហ្នឹងវាទូចជាងកត្រកយកមករុំកត្រកអត់ចិត្តចឹងខ្ញុំអត់ប្រើទេខ្ញុំរុំតែស្កុតបែបហ្នឹងតែម្ដងចុងក្រោយគេគឺខ្ញុំប្រើពេងនេះខ្ញុំតែងដាក់ផ្កានៅពេលថ្ងៃសិលអញ្ចឹងដាក់ទឹកដាក់ផ្កាតិចទៅដើម្បីកុំឲ្យវាសពូនហើយខ្ញុំយកវាមកញុកនៅចំហៀងផ្លែឈើមូលហេតុដោយសារតែចំហៀងខាងហ្នឹងខ្ញុំត្រូវដាក់ផ្កាឈូកអញ្ចឹងរយៈពេលដែលយើងសែនរហូតដល់3ថ្ងៃបើយើងអត់ដាក់អានឹងទប់ទេគឺផ្កាឈូកយើងប្រកាសជាទុនបាក់កកហើយដោយសារមេឃឥឡូវក្តៅសម្បើមណាស់ចឹងខ្ញុំត្រូវយកផ្កាឈូកមករៀបនៅក្នុងពេងបែបហ្នឹងដើម្បីដាក់ទឹកចូលក្នុងពេងហើយបន្ទាប់ពីហ្នឹងមកគឺខ្ញុំយកស្កុតវាមករុំដូចគ្នាដើម្បីឲ្យវាមានលំនឹងផ្កាឈូកកុំឲ្យវាក្លាច់ទៅក្លាច់មកអញ្ចឹងណាចឹងបន្ទាប់ពីរុំបែបហ្នឹងហើយខ្ញុំចាប់ផ្ដើមចាក់ទឹកចូលអញ្ចឹងនេះតែប៉ុណ្ណេះឃើញថា3ថ្ងៃហ្នឹងកុំសង្ឃឹមតែផ្កាឈូករបស់ខ្ញុំសពូនឯសោះវានៅតែស្រស់ល្អហើយផ្លែឈើយើងអាសាប្រោះទឹកវាពីលើតិចទៅអូខេហើយនេះគឺជា result បន្ទាប់ពីខ្ញុំបានរៀបចំហើយណាគ្រាន់តែឲ្យភ្លាមឃើញថាទេវតាឆ្នាំថ្មីចាប់ផ្ដើមកវ៉ែលបដាហើយកូនបើរបស់ខ្ញុំហ្នឹងគឺចាប់ផ្ដើមចង់លួចផ្លែឈើហើយប៉ុន្តែនៅម៉ាក់អត់តបានសែនទេអរគុណណាអញ្ចឹងបងក្នុងឱកាសឆ្នាំថ្មីនេះកុំភ្លេចរៀនធ្វើអ្វីដែលថ្មីដើម្បីខ្លួនឯងអរគុណជួបគ្នានៅវីដេអូក្រោយណា